ដែលបានលើកទឹកចិត្តបងប្អូនតាក់ទងនឹងទង្វើរបស់យើងហើយបន្ទាប់ពីយើងបានធ្វើហើយយើងទទួលបានលទ្ធផលអញ្ចឹងបងប្អូនទាំងអស់គ្នាការលើកទឹកចិត្តរបស់អ្នកគ្រូនេះគឺឆ្លងកាត់ពីបទពិសោធន៍ផ្ទាល់ដែលគាត់ឆ្លងកាត់ហើយនឹងមនុស្សជំនាញខ្លួននៅក្នុងព្រះបន្ទាយស្រាប់តាបងប្អូនយើងដែលគាត់ទាំងធ្លាក់ហើយក៏ជាប់ធ្វើទីបន្ទាល់ពីព្រោះបងប្អូនដឹងហើយខ្ញុំមួយអ្នកគ្រូនេះកាន់កម្មវិធីទីបន្ទាល់នឹងការអស្ចារ្យអញ្ចឹងយើងជួបមនុស្សជាច្រើនដែលទទួលបានការអស្ចារ្យទទួលការធ្លាក់ចុះហើយគាត់ចែករំលែកបទពិសោធន៍វាធ្វើឲ្យយើងកាន់តែមានកម្លាំងកាន់តែមានជំនឿដើរទៅមុខពីព្រោះមិនមែនបើថាយើងមិនជួបការអស្ចារ្យជារៀងរាល់ថ្ងៃជារៀងរាល់ពេលហើយប៉ុន្តែនៅពេលដែលវិញ្ញាណយើងរៀននឹងធ្លាក់ចុះចាប់ផ្ដើមមានបងប្អូនយើងមកធ្វើទីបន្ទាល់ធ្វើឲ្យយើងកាន់តែមានជំនឿធ្វើឲ្យយើងកាន់តែមានកម្លាំងអញ្ចឹងបានព្រះអង្គឲ្យយើងមានគ្នាដើម្បីប្រគៀកស្មាគ្នាអញ្ចឹងបានព្រះអង្គឲ្យបងប្អូនស្គាល់ព្រះបន្លាស្រាប់តាដើម្បីឲ្យបានមានពេលវេលាក្នុងការចាំយាមចូលរួមអធិដ្ឋានប្រគៀកស្មាគ្នារុញគ្នាពីព្រោះព្រះអង្គដឹងថាយើងដើរតែឯងគឺទៅមុខវាមិនបានឆ្ងាយទេតែនៅពេលដែលយើងមានគ្នាយើងដើរបានផ្លូវឆ្ងាយអញ្ចឹងបងប្អូនទាំងអស់គ្នាបានដឹងថានៅពេលដែលយើងដឹងពីអ្វីដែលយើងគួរធ្វើអ្វីដែលមិនគួរធ្វើទង្វើអីយើងគួរកាត់ចោលទង្វើអីយើងគួររក្សាទុកនៅពេលនោះហើយធ្វើឲ្យជីវិតយើងពេញដោយកម្លាំងនិងធម៌ពលដោយបងប្អូនឃើញអញ្ចឹងយើងត្រៀមតម40ថ្ងៃនេះច្រើនថ្ងៃច្រើនខែយកចុះឈ្មោះមកហើយរហូតដល់យើងទន្ទឹងរង់ចាំថ្ងៃដែលយើងបានអធិដ្ឋានតមនៅពេលដែលចាប់ផ្ដើមចូលថ្ងៃទី1គឺគ្រប់គ្នារំភើបកម្លាំងពីថ្ងៃទី1មកកម្លាំង100ចុះនៅ90ចុះនៅ80ចុះនៅ70អាហ្នឹងយើងត្រៀមរាប់ខែហងយើងមិនមែនគេថានេះភ្លាមអញ្ចឹងដោយសារការត្រៀមទុកជាស្រេចហ្នឹងហើយការថមថយបងប្អូនប៉ុណ្ណឹងគេថាថយច្រើនអត់ច្រើនទេថយតិចបំផុតហើយតែបើសិនជាបងប្អូនអត់ត្រៀមយ៉ាងច្រើនបាន2ថ្ងៃគឺមិនដឹងថាទៅមុខរួចអត់ទេ40ថ្ងៃអញ្ចឹងបានបងប្អូនទាំងអស់គ្នាថាត្រូវដឹងថាបញ្ហាខាងមុខយើងវាមានច្រើនណាស់ដែលយើងត្រូវជួបពេលខ្លះយើង commitment ក្នុងការធ្វើរឿងទាំងអស់ហ្នឹងប៉ុន្តែបើគ្រាន់តែថាយើងចាប់ផ្ដើមធ្វើវាមានឲ្យឧបសគ្គចូលចាយើងតាំងចិត្តត្រឹមតែកម្រិតអង្គុយចាំយាមឯងអង្គុយអធិដ្ឋានឯងប៉ុន្តែនៅពេលដែលយើងចូលចាំយាមយើងអធិដ្ឋានយើងចូលធ្វើការយើងអង្គុយលើកទឹកចិត្តបែរជារឿងផ្សេងវាវាយលុកមកទៀតអ្នកខ្លះសេដ្ឋកិច្ចចឹងទៅលក់មិនដាច់ចឹងអ្នកខ្លះជំងឺផ្ដាសាយឈឺបំពង់កចុកចកេះដោយលោកគ្រូយូហានលោកគ្រូយូស្វេដោយលោកគ្រូព្រឹកមិញនិយាយកោពោះគ្រូណាលោកគ្រូយូហានអាឋានអង្គុយលេងជាប់ហើយតើតងើបឈរកាច់ចកេះចឹងទៅចាហើយមានលោកគ្រូជាច្រើនចាលោកគ្រូណេតណែលម៉ោង2ដល់4យប់ចាដូចខ្ញុំម៉ោង2ដល់10យប់មិញងោកងុយដូចគ្នាងុយដេកតាំងមិនតាន់ឡាយបងប្អូនខ្ញុំថាអូយងុយដេកតាំងមិនតាន់ឡាយតម្លាយសុំប្រាជ្ញាសុំកម្លាំងមកពីព្រះអង្គចេះបានស្វាងដល់ម៉ោង2ចាម៉ោង2ខ្ញុំដឹងថាអូយថ្ងៃទី4ថ្ងៃទី5ចង់ងេងាងហើយដឹងដល់ណាតែទោះយ៉ាងណាក៏យើងនៅតែមានកម្លាំងពីព្រោះអីយើងដឹងថាយើងកំពុងតែធ្វើអីយើងដឹងថាយើងធ្វើយើងលះបង់ប៉ុណ្ណឹងយើងតយុទ្ធប៉ុណ្ណឹងតែលទ្ធផលវាលើសពីអ្វីដែលយើងធ្វើច្រើនដងវាមិនខុសពីបងប្អូនលក់ដូររ៉ូស៊ីទេពេលខ្លះបងប្អូនចំណាយពេលមួយថ្ងៃអ្នកលក់កាទៀវលក់កាហ្វេឬមួយក៏អ្នកលក់មាសចាអញ្ចឹងអ្នកលក់មាសលក់ពេជ្រគេចំណាយពេលមួយថ្ងៃចាពីម៉ោងឧទាហរណ៍7ព្រឹកឬមួយដល់ម៉ោង5ល្ងាចគេបានរាប់ម៉ឺនដុល្លារអញ្ចឹងគេចំណាយពេលមួយថ្ងៃចាតែអ្នកលក់បាយលក់កាហ្វេលក់កាទៀវគេលក់មួយថ្ងៃមែនប៉ុន្តែគេបានត្រឹមតែ100ឬ200ឬហាងទូចតាចគេលក់បានត្រឹម50រៀលទេអញ្ចឹងការចំណាយពេលហត់នឿយធ្វើបាយធ្វើម្ហូបធ្វើទឹកសាច់បន្លែសល់ខាតទៀតអញ្ចឹងគេអ្នករើសអាជីវកម្មត្រឹមត្រូវគេអ្នកធ្វើការត្រឹមត្រូវគេធ្វើការបាននៅកន្លែងស្អាតកន្លែងល្អកន្លែងគេឈ្មោះកិត្តិយសហើយចំណូលបានច្រើនទៀតវាមិនខុសពីពួកជំនុំស្រាប់តាលោកគ្រូយូស្វេដាវីតមីដែលគាត់ជ្រើសរើសក្នុងការបម្រើព្រះឯងការបម្រើព្រះគឺយើងដឹងថាដូចយើងចំណាយពេលមួយថ្ងៃបានចំណូលរាប់ម៉ឺនដុល្លារអញ្ចឹងពេលដែលយើងចំណាយពេលមួយថ្ងៃយើងបានមានពេលវេលាចូលក្នុងជាមួយព្រះអង្គយើងបានធ្វើខ្លួនដោយស្រស់បំព្រងបាញ់ទឹកអប់ចូលមករកព្រះអង្គហើយផាត់មុខផាត់មាត់ស្លៀកពាក់ស្អាតបាតហើយអង្គុយនិយាយពីសេរីល្អរបស់ព្រះអង្គគ្មានការងារអីដែលស្រួលលើសនឹងទៀតទេហើយបើយើងរាប់ថា
ការងារនេះគឺជាការងារដែលពិបាកការងារនេះគឺជាបន្ទុកការតមអត់នេះគឺធ្វើឲ្យយើងវេទនាខ្ញុំមិនចង់បំរើព្រះទេគឺខ្ញុំចង់ទៅរកស៊ីវិញចាទោះបីបងប្អូនរកស៊ីក៏វាមិនស្រួលដែរចាអញ្ចឹងបានជ្រើសរើសថាខ្ញុំទោះបីព្រះអង្គមិនបានហៅខ្ញុំជាបុគ្គលិកពេញសិទ្ធជាអ្នកបម្រើជាជួនដឹកនាំឬមួយក៏នេះមែនប៉ុន្តែខ្ញុំរាប់ថាខ្ញុំមានចំណែកក្នុងការបម្រើព្រះអង្គនេះខ្ញុំរាប់ថាវាអស្ចារ្យជាងពេលវេលាដែលខ្ញុំរកស៊ីទៀតអញ្ចឹងនៅពេលដែលខ្ញុំមកឡាយចាប់ផ្ដើមអាជីវកម្មខ្ញុំរៀងស្ងាត់ដែរម្សិលមិញក៏ស្ងាត់ដែរហើយដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាភ័យស្លន់ស្លោហើយព្រោះឯងខ្ញុំរាប់ថាគ្រប់យ៉ាងទាំងអស់វាអត់ចៃដន្យទេគ្រប់យ៉ាងទាំងអស់បើរឿងអាក្រក់វាចូលក្នុងជីវិតខ្ញុំវាធ្វើឲ្យខ្ញុំ stress ហេតុអីខ្ញុំត្រូវ stress តើជីវិតខ្ញុំមិនមែននៅក្នុងព្រះហស្ថរបស់ព្រះអង្គទេឬអីហើយបើព្រះអង្គចង់ឲ្យពោខ្ញុំតើសាតាំងវាមានអំណាចបិទអត់ហើយចុះបើព្រះអង្គចង់បិទពពោខ្ញុំតាមរយៈចង់បង្រៀនខ្ញុំអីមួយតើខ្ញុំតវ៉ាឬអីចាបើសិនជាយើងរកចំណូលបានតិចយើងចាយតិចទៅតែបើយើងបានចំណូលច្រើនយើងសល់លុយច្រើនយើងញ៉ាំអីរៀងឆ្ងាញ់តិចទៅពីព្រោះគ្រប់យ៉ាងទាំងអស់យើងរកចំណូលយើងបានពីអាជីវកម្មយើងដើម្បីបំពេញអាហារឲ្យខាងសាច់ឈាមចុះបើសាច់ឈាមវាមានអំណាចលើយើងហ្នឹងយើងមិនមែនត្រូវតែខ្ញុំត្រូវតែកៅអៅថ្មីរាល់ថ្ងៃខ្ញុំត្រូវតែចូលហាងរាល់ថ្ងៃខ្ញុំមិនអាចញ៉ាំរបស់ដែលមិនថ្លៃទេខ្ញុំមិនចេះទេទៅហូបកន្លែងតុកទៀមឬមួយកន្លែងតែថោកទេនៅពេលដែលយើងជាមនុស្សម្នាក់ដែលអត់ឲ្យលោកីវាមានអំណាចលើយើងគឺយើងសេរីភាពអញ្ចឹងសម្រាប់ខ្ញុំមកពេលខ្លះខ្ញុំមកឡាយខ្ញុំពេលខ្លះខ្ញុំជិះម៉ូតូពេលខ្លះខ្ញុំជិះឡានដូចខ្ញុំរងថ្ងៃខ្ញុំនៅក្នុងបរិយាពេលខ្លះខ្ញុំជិះម៉ូតូកង់ខ្ញុំជិះកូនកង់អគ្គិសនីទៅខ្ញុំដើរទៅចាខ្ញុំជិះកង់អាគុយទៅខ្ញុំជិះឡានទៅខ្ញុំជិះម៉ូតូផ្សេងទៅចាពេលខ្លះខ្ញុំចង់លយខ្ញុំទៅជិះម៉ូតូទឹកខ្ញុំទៅចាហើយតែសួរថាពួកអស់ហ្នឹងពេលដែលខ្ញុំទៅជិះអីមួយហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំជិះម៉ូតូទឹកខ្ញុំនេះខ្ញុំជិះឡានខ្ញុំអារម្មណ៍ផ្សេងខ្ញុំជិះកង់អារម្មណ៍ផ្សេងខ្មាស់គេឬមួយខ្ញុំដើរខ្មាស់គេអត់ទេគឺនៅពេលដែលខ្ញុំជិះយានជំនិះអីក៏ដោយខ្ញុំទៅណាក៏ដោយខ្ញុំស្លៀកពាក់មិនក៏ដោយអារម្មណ៍ខ្ញុំពេលនេះខ្ញុំមានអារម្មណ៍ថាអស់ហ្នឹងវាលើកតម្លៃខ្ញុំឯងខ្ញុំអត់មានអារម្មណ៍ថាតលតែនេះបាននេះខ្ញុំស្គាល់តម្លៃខ្លួនឯងហើយខ្ញុំអត់ចាំបាច់មកខែថាមនុស្សជុំវិញខ្លួនមកវាយតម្លៃខ្ញុំទេខ្ញុំចេះវាយតម្លៃខ្លួនឯងហើយគ្រប់យ៉ាងទាំងអស់ខ្ញុំជួយធ្វើអីឥឡូវនេះគឺថាងាយស្រួលខ្ញុំអត់ខ្វល់ពីមាត់អ្នកដតីគេនេះពីព្រោះខ្ញុំស្គាល់ថាខ្លួនឯងជាណាគេហើយខ្ញុំបោកដកគុណចែកមួយព្រះទង្វើហ្នឹងតើធ្វើឲ្យខ្ញុំបថោកព្រះឬមួយក៏ធ្វើឲ្យខ្ញុំលើកដំកើងព្រះអញ្ចឹងខ្ញុំស្គាល់វាគ្រាន់តែខ្ញុំជិះកង់វាមិនមែនខ្ញុំបថោកព្រះទេវាគ្រាន់តែខ្ញុំជិះឡានវាមិនមែនខ្ញុំលើកដំកើងព្រះទេសំខាន់ទង្វើយើងចាបើខ្ញុំជិះឡានតែខ្ញុំដើរឆ្លោះមួយគេខ្ញុំจะពាក់លុយគេអត់សងខ្ញុំរ៉ូស៊ីបន្លំគេឬមួយខ្ញុំធ្វើអ្វីមួយដែលធ្វើឲ្យគេឌីលព្រានាមព្រះអង្គវាថោកជាងខ្ញុំដើរទៅទៀតវាថោកជាងខ្ញុំជិះកង់ទៅទៀតប៉ុន្តែបើខ្ញុំជិះកង់ខ្ញុំដើរប៉ុន្តែខ្ញុំរ៉ូស៊ីច្បាស់លាស់ខ្ញុំនិយាយអីពេញដោយសេចក្តីពិតខ្ញុំរស់នៅមិនចង់គេបន្លំគេឬមួយក៏ធ្វើអីមួយធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាពក្បែរយើងធ្វើឲ្យគេមានអារម្មណ៍ថាយើងចូលក្បែរគេយើងចម្រើនដល់គេយើងនាំរឿងល្អដល់គេយើងចែករំលែកពាក្យល្អឲ្យគេវាចាប់ផ្ដើមមានមោទនភាពជាងអ្នកដែលមានមុខមានមាត់ឋានៈទូនីតិនៅក្នុងលោកីនេះទៅទៀតអញ្ចឹងបងប្អូនត្រូវដឹងថាចេះនៅពេលដែលបងប្អូនយល់ច្រឡំថាខ្ញុំស្លៀកពាក់ស្អាតបាតពេលនេះខ្ញុំពាក់មាសពេជ្រច្រើនខ្ញុំមានឡានវិឡាច្រើនខ្ញុំទៅណាមកណាគេនឹងឲ្យតម្លៃខ្ញុំហើយគេនឹងឃើញព្រះអស្ចារ្យហើយចង់ឲ្យឃើញព្រះអស្ចារ្យតើបងប្អូនរស់នៅឲ្យគេឃើញព្រះគឺសេរីល្អការនិយាយស្ដីអាកប្បកិរិយាពាក្យសម្ដីផ្លូវចិត្តដល់ផ្លូវចិត្តយើងទៅក្បែរគេទទួលអារម្មណ៍សុវត្ថិភាពហ្នឹងគឺជាអារម្មណ៍មួយដែលដ៏អស្ចារ្យកុំឲ្យគេមានអារម្មណ៍ថាយើងឆាតទៅគេប៉ឹងអីទៀតហើយយើងឆាតទៅគេមកកុហកអីទៀតហើយយើងឆាតទៅគេមកនាំបញ្ហាមកឲ្យទៀតហើយអញ្ចឹងទោះបីបងប្អូនរៀបរឹករៀបពីនៅនិស័យសាច់ឈាមមិនមានឡានវិឡាធំក៏គ្មានទទួលបានពពកអីពីព្រះអង្គដែរអញ្ចឹងនេះអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនថាអ្នកគ្រូឯងនិយាយមកអាងតែអ្នកគ្រូឯងមានអាងតែអ្នកគ្រូឯងឆ្លងបានអាងតែអ្នកគ្រូឯង
miền khúc giang này nè của anh mình sạp tay nhóm vì mình lọp á nhóm tay tại trong lụa ấy nhóm còn bạp mà bong ôn đánh tam đánh tử anh ấy nhóm vậy bị sao nhóm tỷ hay bờ bong ôn đánh tam mà tầng ón nằng bong ônประมาณ ឆ្នាំ bong ônចំណាយពេលមួយវាប្រហែលឆ្នាំហើយបើបងប្អូនបានហើយតើជឿអត់ជឿច្បាស់ខ្លួនឯងអត់ថាវាអត់អាចលបួងបងប្អូនធ្លាក់ពីជំនឿបានជឿអីទទួលស្គាល់ខ្លួនឯងបើបងប្អូនមានទាំងអស់ហ្នឹងបងប្អូនអាចតយុទ្ធជាមួយវាបានចាហើយបើសិនជាបងប្អូនត្រូវដឹងថាអាសម្ភារៈនិយមនេះអាមុខមាត់គេឈ្មោះនេះវាលបួងយើងខ្លាំងហើយវាដឹងថាបងប្អូនត្រូវការអីវានឹងឲ្យរហូតដល់បងប្អូនខ្វាកមួយវាហើយស្រឡាញ់វាហើយលេងហ៊ានបោះបង់វាហើយសម្រាប់ចិត្តថែរក្សាវាយកពេលថែវាយកពេលមើលវាខ្លាចបាត់បង់វាក៏បាត់ចោលជំនឿបាត់ហើយច្រើនបំផុតបងខ្ញុំនិយាយថាគ្រីស្ទបរិស័ទក្នុងអ្វីដែលខ្ញុំជួបដើរកន្លងមកសឹង 90% នៅពេលដែលមិនទាន់មានបានទេគឺស្រឡាញ់ព្រះអង្គខ្លាំងតែចាប់ផ្ដើមទទួលបានការមានបានគេឈ្មោះកតញ្ញូលុយចំណូលកើនឡើងឃើញព្រះអង្គមកគឺគេថាសឹងតែអត់តម្លៃពេលខ្លះពេទ្យជ្រាយជាមួយអ្នកដែលមានជំនឿងប់ងល់មួយព្រះអង្គទៀតពេលខ្លះជ្រិញអ្នកដែលហាឡេលូយ៉ាលះកាត់សាច់ឈាមដូចអ្នកដែលកំពុងតែស្រឡាញ់សាច់ឈាមនៅឡើយអ្នកដែលកំពុងតែស្រាបស្រាយជាមួយទ្រព្យសម្បត្តិលោកីនៅឡើយពេលខ្លះឃើញស្រាប់តាគឺកំពូជ្រិញហ្មងធ្វើឯងលះកាត់អីណាធ្វើឯងនិយាយចេញមកតែភាសាបលឹងវិញ្ញាណអីចឹងបាច់រស់នៅឯសាច់ឈាមហ្នឹងបាច់រស់នៅសាច់ឈាមតែអីបើស្អីក៏វិញ្ញាណពាក្យហ្នឹងហើយដែលធ្វើឲ្យយើងដឹងពីជំនឿគេថាគេស្ថិតក្នុងជំនឿបែបណាចាអញ្ចឹងខ្ញុំនិយាយពីពិសោធន៍ខ្ញុំបន្ទាល់មួយដែលបងប្រុសម្នាក់មិនដឹងថាបងប្រុសឬប្អូននេះគាត់ឆាតមកខ្ញុំហើយជាបើនិយាយទៅមួយខែពីរខែមុនគាត់គេដាក់បោះនុយមកគេ share មកឆាត់គេដឹងយើងអ្នកជឿព្រះមើលទៅវារៀងហឹកហាក់ដែរជីវកម្មលក់ដូររកស៊ីមានគេដឹងចាក្រុមហ្នឹងគេឆាតមកគេឆាតកូនគេឈឺចាកូនគេឈឺចាត្រូវវះកាត់មានទាំងរូបភាពគេរៀបសេណារីយ៉ូមកអស់ហើយរូបភាពឃើញយើងអត់ឆ្លើយតបចុះយើងដឹងវាអញ្ចឹងវាច្រើនហើយអាសុំកសុំយើងដឹងថាមនុស្សបែបហ្នឹងតែយើងឆ្លើយវាមានមួយមានពីរហើយយើងមិនបាច់ខត់ឆ្លោះជាមួយទេយើងនិយាយបញ្យល់គេមិនយល់ដែរពីព្រោះចេតនាគេយើងដឹងច្បាស់ហ្មងគ្រាន់ឆាតប៉ັບយើងអត់ឆ្លើយទេហើយជិះខ្ទង់មួយខែក្រោយឬកន្លះខែក្រោយទេមកខ្ញុំក៏អត់ដឹង account គាត់ហ្នឹងដែរបើខ្ញុំដឹងក៏ខ្ញុំអត់ដឹងដែរខ្ញុំមកឡៃលក់ដូររ៉ូស៊ីតបឆាតខ្ញុំគិតថាភ្ញៀវលើកនិយាយមកឡូជំរាបសួរអ្នកគ្រូឯងជឿព្រះមែននៅណានៅពេញមែនចាអីចឹងណាចាតាមដានយើងដឹងយើងក៏ប៉ັດចេតនាគេមិនបានចង់លើកដំកើងអ្នកគ្រូខ្ញុំចង់សួរឲ្យអ្នកគ្រូពឹងអ្នកគ្រូមកជួយអត្ថានឲ្យកូនខ្ញុំនៅនេះចេះខ្ញុំថាបងសម្រាប់ខ្ញុំមួយខ្ញុំមិនមានទៅដើរអធិដ្ឋានឲ្យអ្នកណាទេខ្ញុំលើកទឹកចិត្តឲ្យបងចូលទៅរកព្រះហើយឲ្យបងប្រើជំនឿឲ្យព្រះធ្វើការខ្ញុំមិនមែនព្រះទេខ្ញុំគ្រាន់តែមានចំណែកយល់ដឹងពីការដោះឲ្យរួចហើយខ្ញុំចែកម្លេចទៅកាន់បងហើយបងយកជំនឿហ្នឹងទាញការអស្ចារ្យពីព្រះពីព្រោះបើដឹងថាខ្ញុំមានឱកាសអធិដ្ឋានឲ្យបងម្ដងបើអធិដ្ឋានបណ្ដេញអរិយហ្នឹងចេញវាប្រកាច់ប្រកិនហ្នឹងចេញហើយខ្ញុំមកផ្ទះវិញវាប្រកាច់ចូលដដែលទេពីព្រោះអីយើងវាអត់ដឹងអញ្ចឹងខ្ញុំបង្រៀនឲ្យបងអធិដ្ឋានចេះអធិដ្ឋានចេះប្រកាសហើយចេះប្រើជំនឿបណ្ដេញពេលចូលយើងបណ្ដេញទៅតែគាត់អត់ព្រមទេព្រោះចេតនាគេមិនបានចង់ចេះចង់ដឹងពីយើងទេគេចង់តែសុំលុយសុំកាក់ទេឥឡូវខ្ញុំនិយាយត្រង់ហ្មងអ្នកគ្រូបើអ្នកគ្រូឯងបានមកសុំអ្នកគ្រូរៃអង្គាសពួកចំណុំអ្នកគ្រូថ្វាយដង្វាយមកឲ្យខ្ញុំមកខ្ញុំថាពួកក្រុមចំណុំខ្ញុំអត់មានសេរីរៃអង្គាសដង្វាយអីទៅជួយអីជំងឺអ្នកដែលគ្មានជំនឿអីចឹងទេបងចាខ្ញុំមានតែជំនឿពួកខ្ញុំដើរខាងវិញ្ញាណសាច់ឈាមខ្ញុំប្រឹងលក់ដូររ៉ូស៊ីចិញ្ចឹមជីវិតដែរគ្មានណាគេមានលុយសម្រាប់ដើរជួយមនុស្សជុំវិញខ្លួនទេពួកអ្នកណាផ្សេងគេអត់ដឹងទេប៉ុន្តែពួកខ្ញុំគឺខ្ញុំរស់ខ្លួនទីពឹងខ្លួនចាពេលខ្ញុំខ្វះខាតខ្ញុំសុំព្រះអង្គខ្ញុំមិនមែនមកដើរសុំអីឃើញគ្រូណាតំណងឃើញអ្នកជឿព្រះណាតំណងដើរឆាតសុំអញ្ចឹងអាហ្នឹងគេហៅវិញ្ញាណសុំទានតែខ្ញុំមិនបាននិយាយពាក្យវិញ្ញាណសុំទានទេអាហ្នឹងបើក្នុងសរុបតាគេហៅវិញ្ញាណសុំទានគឺឃើញអ្នកណាមានបានគឺធ្វើដ្រាម៉ាធ្វើនេះនិយាយចុះឡើងអូអ្នកគ្រូឯងគ្មានក្តីស្រឡាញ់គេអ្នកគ្រូឯងជឿព្រះអត់ត្រឹមត្រូវទេអញ្ចឹងបើនិយាយទៅវិញ្ញាណសុទ្ធអញ្ចឹងបាច់រស់នៅលើសាច់ឈាមទេអានេះគឺគ្រាន់ថាយើងអត់ដែរស្គាល់គេផងគេឆាតមកសុំជំនួយយើងគេធ្វើអូកាឡាលើកយើងតិចទៅអូយអ្នកគ្រូឯងអស់ចាមហេមីជួយអត្ថានគិតយើងដឹងចេតនាហ្នឹងហើយដល់ពេលអញ្ចឹងបានយើងឆ្លើយតបថាបងប្អូនបើសិនជា
ពេលខ្លះយើងនិយាយគាត់អត់យល់ទៀតគាត់នៅតែធ្វើអញ្ចឹងទៀតគាត់នៅតែដើរឲ្យគេឃើញគាត់ខ្លាចឃើញគាត់រអៅមកសុំទៀតហើយសុំអង្គសុំដបូលប្រហៀសុំកូនខ្ញុំឈឺដើរឆាតឲ្យខ្ញុំវាសាហាវជាងអាលោកកៃទៅទៀតបើលោកកៃតើអ្នករៀងស្គាល់គ្នាខ្លះតើអ្នកធ្លាប់និយាយគ្នាម្ដងឬមួយអីគ្រាន់ឆាតអូបងលោកត្រូវការអញ្ចាំងប្រហៀឬអីចឹងឆាតទៅញោមអីចឹងអាហ្នឹងស្គាល់គ្នាខ្លះឆាតតែលោកកៃតែសំក្នុងនគរព្រះមិនដែរស្គាល់គ្នាសោះឆាតមកហើយយើងបកកាយហើយយើងនិយាយហេតុផលហើយយើងឲ្យធំខាងវិញ្ញាណហើយឌីលយើងទៀតអូយខ្ញុំបានធ្វើ friend អ្នកគ្រូឯងទៀតទេខ្ញុំ block ចោលហើយចាគ្មានក្តីស្រឡាញ់អីសាហាវពេកក្រៃចឹងបានសួរថាព្រះអង្គមោទនភាពនឹងមនុស្សចឹងហ៎ចាខ្ញុំបើខ្ញុំជាព្រះអង្គវិញខ្ញុំអូយខ្ញុំខ្មាស់គេតែមានកូនដូចលហេមលហាមដល់ប៉ុណ្ណឹងបើលោកកៃក៏គេចេះគិតដែរអត់សុខស្ការងារយើងរស់នៅអត់ស្គាល់សិទ្ធអត់ស្គាល់អំណាចរស់នៅពេញដោយតបែរស់នៅដោយជីវិតស្មោកគ្រោកហើយបដាសាវាចូលមកបដាអត់យល់ចាបញ្ហាចូលក្នុងជីវិតហើយទៅដើរសុំគេគ្រប់កន្លែងធ្វើឲ្យពនាមព្រះអាសាអត់ការអាហ្នឹងហើយបងប្អូនត្រូវយល់ពាក្យយកពនាមព្រះអាសាអត់ការសួរតែព្រះអង្គលើកមុខឲ្យគាត់មិនបើគាត់រស់នៅបថោកព្រះគ្រប់កន្លែងអញ្ចឹងហើយខ្ញុំឃើញច្រើនមែនតើច្រើនណាស់រហូតដល់ខ្ញុំក៏វិក្បាលគ្មានលទ្ធភាពក្នុងការកែតម្រូវគួរតម្រង់នេះហើយនិយាយមើលថាយើងឌៀលលើថាយើងមិនស្រឡាញ់អ្នកជឿព្រះគេឯងហើយបើគេមិននិយាយមិនដឹងហើយអាគេនិយាយថាគេអាក្រក់សួរថាឲ្យទៅធ្វើម៉េចហើយទៅថាឲ្យចូលទៅរកព្រះប្រាប់នៅតវ៉ាមួយព្រះទៀតថាបើខ្ញុំមិនធ្វើអាហ្នឹងវាមិនខុសពីយកចូលនគរព្រះយកចូលនគរព្រះមរោស៊ីទេវាមិនខុសពីគេហៅថាលោកសង្ឃពាក់ស្បង់ហើយកោតងោលហើយពាក់ស្បង់ fake ទៅដើរសុំបច្ច័យប្រជាជននេះគេចាប់បានទៅបានប៉ូលីសចាប់ទៅវាមិនខុសពីចូលនគរព្រះហើយមកធ្វើជាគ្រីស្ទៀនខ្ញុំអ្នកជឿព្រះហើយដើរសុំជំនួយគេទេចាបើក្នុងលោកីសង្ឃគេត្រឹមត្រូវលោកសង្ឃត្រឹមត្រូវគេក្នុងវត្តប្រជាជនយកបាយយកទឹកទៅឲ្យគេនៅតាំងសិលគេនៅអីចឹងសូត្រធម៌អីចឹងអាហ្នឹងគាត់ត្រឹមត្រូវគាត់ទៅរកធម៌ដូចក្នុងពួកជំនុំក្នុងគ្រីស្ទៀនអញ្ចឹងគេមានអ្នកជឿព្រះត្រឹមត្រូវគេរស់នៅគេចែកម្លែកក្តីស្រឡាញ់ការផ្ដល់ឲ្យការយកអាសាគេមានតែប៉ុន្តែគេចេះមើលអ្នកណាគួរឲ្យមានពោអ្នកណាឲ្យទៅវិចេតិបដាសាហើយលើឧទាហរណ៍បើគាត់ឲ្យខ្ញុំរៃអង្គាខ្ញុំមកហៅពួកជំនុំខ្ញុំស្អីគេមកពីណាហើយរៃអង្គាស្អីហើយឲ្យនឹងយកទៅឲ្យគាត់ពិតជាចម្រើននគរព្រះអត់គាត់ឃើញធ្វើអញ្ចឹងបានលុយធ្វើទៀតទៅឆាតទៅ4 10នាក់បានទៀតអញ្ចឹងមានរ៉ូស៊ីអីមានខ្វល់អីដើរទៅឆាតអញ្ចឹងទៅយកឲ្យតកូនពេលខ្លះមិនចង់ឲ្យកូនជាផងតកូនឯងជាតកូនឯងស្វាងឲ្យលេងសុំគេបានពីព្រោះសុំបានដោយសារអីកូនឈឺហ្នឹងឯងកូនបកាច់ប្រកិនហ្នឹងឯងវាធ្វើឲ្យការជួយយើងហ្នឹងធ្វើឲ្យគាត់កាន់តែបកាច់ទៅធ្វើឲ្យគាត់កាន់តែមានអវិញ្ញាណសុំទានហ្នឹងទៅអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវដឹងថាការជួយផងបងប្អូននាំឲ្យគេចម្រើនឬនាំឲ្យគេចង្រៃចាអញ្ចឹងហេតុអីព្រះមិនជួយគេគ្រប់យ៉ាងទាំងអស់យើងវាអស្ចារ្យជាងព្រះមែនដូចមេរៀនលោកគ្រូព្រឹកមិញយើងទៅជួយព្រះឲ្យសម្រេចកិច្ចការកុំបាច់ទៅជួយព្រះទេព្រះគ្មានអីមកឲ្យជួយទេចាគ្រប់គ្នាតែងតែធ្វើការជំនួសព្រះបងដូចដោះស្រាយរឿងនឹងអត់ចាញ់ចាំខ្ញុំចេញមុខតើបងទុកចិត្តលើខ្ញុំអញ្ចឹងមែនចារាល់ថ្ងៃនេះពួកជំនុំយើងតែងតែគិតថាព្រះដូចមិនសូវគិតគ្រប់ជ្រុងជ្រោយទេខ្ញុំនៅផែនដីបើខ្ញុំមើលដឹងខ្ញុំដឹងគេនិយាយអីខ្ញុំដឹងគេធ្វើអីព្រះអង្គពេលខ្លះនៅឋានសួគ៌ផ្ទុំរលាវហើយតែដឹងចាមិនដឹងអីទេដឹងព្រះអង្គមើលឃើញពីចងាយខ្ញុំមិនមើលឃើញច្បាស់ទុកឲ្យខ្ញុំអ្នកទៅជួយគេចាហើយបងប្អូនគ្រប់គ្នាតែងតែពេលខ្លះឃើញសរតាទុកអ្នកណាចោលមិនជួយអ្នកណាឬមួយក៏នៅក្នុងចំណុំព្រះពន្លាសរតាមានបងប្អូនរៃអង្គាលោកគ្រូរៃអង្គាជួយគ្នាតើថ្នាក់ដឹកនាំអត់រៃអង្គាជាមួយទៅថាថ្នាក់ដឹកនាំអត់ក្តីស្រឡាញ់មួម៉ៅក្តៅកាហាយអត់មានអាណិតអាសូរពួកជំនុំចាអញ្ចឹងមកណាសួររៃអង្គាហ្នឹងជួយគេក្នុងគោលបំណងអីឲ្យគេធ្លាក់ចុះឬឲ្យគេដំកើងឡើងមិនមែនថ្នាក់ដឹកនាំបើនិយាយពីអ្នកជួយឯងគ្មានអាណាជួយជាងលោកគ្រូយូស្វេទេជួយលង្ក្រខ្លួនរាល់ថ្ងៃគ្មានមាសបញ្ជីពាក់ខ្លួនហ្នឹងមិននឹងនេះហ៎សួរលោកគ្រូមានជៀនត្រាមកវងអីពាក់មាសអីលោកគ្រូបើសិនជាសម្បល់គាត់ចឹងណាគាត់ពាក់ជៀនត្រាមួយវានិយាយមកចាំងចាសួរលោកគ្រូចង់ពាក់ខ្សែកឈើឆ្កាងមួយដូចតំណងចាគ្មានអារម្មណ៍នឹងចឹងផងលោកគ្រូរាល់ថ្ងៃនេះ
រត់តែលុយបងទឹកបងភ្លើងបងអ៊ីនធឺណិតឲ្យបងប្អូនមើលកាមេរ៉ាល្អនេះសំបីតែដីមកប្លង់នៅផែនដីគ្មានឈ្មោះលោកគ្រូផងចាអញ្ចឹងបងប្អូនទាំងអស់គ្នាថាប៉ុណ្ណឹងអត់ជួយទៀតបើតាមតែដងវាយពួកជំនុំបើតាមតែនេះលោកគ្រូនោះមានវិឡាននៅស្កឹមស្កៃមានឡានទំនើបជិះមាននេះហើយមិនមែនមកលហេមលហាមដូចបងប្អូនឃើញរាល់ថ្ងៃទេចាដោយសារអីគាត់គ្រប់យ៉ាងទាំងអស់គាត់គិតពីឋានសួគ៌គាត់គិតពីខាងបលឹងវិញ្ញាណគឺគាត់ផ្ដល់ឲ្យអស់ពីលទ្ធភាពវានិយាយពីក្តីស្រឡាញ់ហ្នឹងវាលើសលប់ហើយតែរហូតដល់ខ្ញុំសួរលោកគ្រូថាបងអាមេរៀនក្តីស្រឡាញ់ឲ្យគេខុសក្បួនឲ្យគេមិនចេះគិតឲ្យគេក្រខ្លួនហ្នឹងបើឯងរៀនប្រហែលឆ្នាំមិនចេះគាត់ថាចង់10ឆ្នាំគាត់ថា10ឆ្នាំមិនគាត់រៀនចេះមេរៀនហ្នឹងហើយរៀនចេះហ្នឹងម្លងពេលអីម្លងពេលអស់លីងពីខ្លួនតអស់ពីខ្លួនមិនរៀនចេះរៀនចេះអាក្តីស្រឡាញ់ខុសខ្នាតក្តីស្រឡាញ់ឲ្យគេជ្រុលក្តីស្រឡាញ់ឲ្យអស់ពីខ្លួនហ្នឹងបើអត់ក្រអស់ពីខ្លួនទេក៏រៀនអត់ចេះដែរចាអញ្ចឹងបងប្អូនតតក្រលហេមលហាមិនរៀនចេះឬមួយក៏បងប្អូននៅខ្លះចេះទុកចេះដាក់អញ្ចឹងសម្រាប់ខ្ញុំលើកទឹកចិត្តបងប្អូនយើងបាច់មើលអីសូម្បីតែថ្នាក់ដឹកនាំយើងរៀនមេរៀននឹង10ឆ្នាំហើយតអស់ពីខ្លួនមិនគាត់រៀនចេះតរំយើងស្មានតែមេរៀននឹងស្រួលអាមេរៀនក្តីស្រឡាញ់ចេះបែងចែកអ្វីគួរឲ្យអ្វីមិនគួរឲ្យហ្នឹងមិនស្រួលទេត្រូវប្រើប្រាជ្ញាប្រើជំនឿប្រើការត្រេះរិះពិចារណាចាំបានបងប្អូនអ្វីអ្នកណាក៏ដោយពេលយើងចំណាយពេលទៅលើកទឹកចិត្តគេពេលយើងចំណាយទ្រព្យសម្បត្តិយើងទៅជួយគេពេលយើងចំណាយពេលវេលាយើងទាំងអស់ទៅនេះដល់គេយើងមើលផលផ្លែតើផលអ្នកហ្នឹងវាដោះឡើងប្រឡូកមកវាផ្លែឬមួយអ្នកហ្នឹងវាលួយគុលហើយអ្នកហ្នឹងវាលេងបង្កើតផលហើយដីហ្នឹងវាចាប់ផ្ដើមស្អុយលួយហើយអញ្ចឹងទោះបីបងប្អូនខំយកទ្រព្យសម្បត្តិបងប្អូនយកពេលវេលារបស់បងប្អូនយកកម្លាំងរបស់បងប្អូនទៅកោះកកាយក៏វាបង្កើតផលដែរមានតែលាយទាំងអស់ចាអញ្ចឹងអាក្របពូជបើវាមិនដោះថ្មីទេគឺវាមិនបង្កើតផលទេបើអ្នកដែលយើងជួយហ្នឹងគេនៅនិស័យសាច់ឈាមចាស់គេនៅផ្នត់គំនិតចាស់គេនៅភាសាលោកីគេនៅជីវិតលោកីគេនៅពេញដោយតបែបើបងប្អូនទៅជួយគេមិនមែនយើងទៅជួយគេទេមានតែគេអូសកយើងទៅស្លាប់នៅក្នុងដីរលួយទាំងឯងយើងគ្មានសមត្ថហេតុអីព្រះមិនជួយគេពីព្រោះព្រះដឹងថាក្នុងអំឡុងពេលនេះឲ្យគេស្គាល់សន្តានខ្លួនឯងអ្នកឯងសាហាវប៉ុណ្ណាអ្នកឯងកុហកប៉ុណ្ណាអ្នកឯងស្មោករោគប៉ុណ្ណាអ្នកឯងជាមនុស្សបែបណាឲ្យស្គាល់សន្តានខ្លួនឯងព្រះអង្គបើកឲ្យគេចេញសន្តានអស់យើងកុំទៅប៉ះពេលវេលានេះគឺជាព្រះពេលវេលាដែលព្រះត្រូវវឹកវើគេឲ្យគេឲ្យចេញអាក្រអស់មកក្របើថាក្រឲ្យរហាមបដ ாய் ទៅតែបើថាគេឈ្មោះអាស្រូវឲ្យវាអាស្រូវអស់ហ្មងទៅបើថាវាជ្រុលទៅវាមិនដឹងហើយមិនកែឲ្យវាថាធ្លាក់ឲ្យវាធ្លាក់ឲ្យដុកឲ្យដឹងតែប្រឡងទី12ធ្លាក់បដ ாய் ទៅកុំឲ្យថាមិនបានទៅប្រឡងខ្ញុំធ្លាក់ដោយសារតែខ្ញុំឈឺខ្ញុំធ្លាក់ដោយសារតែខ្ញុំមានបញ្ហាអីមួយអានេះព្រះអង្គថាឲ្យប្រឡងឲ្យ2ថ្ងៃអីហ្នឹងគឺប្រឡងវាដឹងតែឲ្យសូនធ្លាក់ឲ្យច្បាស់ 100% បានទៅប្រឡងធ្លាក់វាដូចនិយាយថាយើងអញ្ចឹងព្រះអង្គពេលខ្លះព្រះអង្គឲ្យចេញសន្តានអស់ឲ្យយើងទទួលស្គាល់បើមិនចាំទេមានអីតវ៉ាអូយខ្ញុំមិនមែនធ្លាក់ដោយសារខ្ញុំមិនចេះទេប្រឡងបាក់ដប់ហ្នឹងខ្ញុំធ្លាក់ដោយសារអ្នកនេះខ្ញុំធ្លាក់ដោយសារអ្នកនោះខ្ញុំធ្លាក់រលេះគឺរលេះមិនទទួលស្គាល់ថាយើងគ្មានចំណេះដឹងវាដូចជាអំពើបាបយើងអញ្ចឹងពេលខ្លះវាដោលឡើងហើយព្យាយាមពេលវេលាមួយគឺព្រះអង្គកំពុងធ្វើចលនាលើជីវិតគេហើយកំពុងចលនាលើជីវិតបងប្អូនយើងហើយឲ្យដោលអស់ក្រក់ម៉ែអាក្រក់អាក្រក់ឲ្យលហាមម៉ែលហាមលហាមហើយតែយើងអត់ព្រមឲ្យគេរៀនទេយើងទៅជួយបិទបាំងកុំឲ្យគេដឹងការអាក្រក់ម្នាក់ហ្នឹងកុំឲ្យគេធ្លាក់ខ្លួនពេកយើងយកទ្រព្យសម្បត្តិយើងទៅជួយគេឬមួយក៏ប្រាប់គេនេះទៅខ្ចីលុយអ្នកនេះទៅខ្ចីលុយអ្នកនោះទៅធ្វើនេះធ្វើនោះដើម្បីកុំឲ្យវាធ្លាក់ខ្លួនយើងតាំងខ្លួនជាព្រះតែព្រះអត់ជួយគេទេតែយើងទៅជួយជំនួសរហូតដល់គេអត់បានមេរៀនហ្នឹងគេអត់បានយល់ពីអារម្មណ៍មួយហ្នឹងគេអត់បានស្វែងរកព្រះទេយើងឯងជាព្រះគេលទ្ធផលចុងក្រោយអាអ្នកជួយកុំយល់ច្រឡំថានៅពេលដែលព្រះកំពុងតែបង្រៀនអ្នកហ្នឹងពេលដែលព្រះកំពុងតែវឹកវើអ្នកហ្នឹងយើងចេញមកទៅជួយមិនមែនថ្មោងតែគេទេមិនមែនគេរៀនមិនចេះហើយយើងអត់ត្រូវអីណាយើងគឺត្រូវថ្មោងផព្រះទៀតអញ្ចឹងខ្ញុំលើកទឹកចិត្តថាហេតុអីពួកជំនុំស្រាប់តាអាចងាយខ្លួនបានអត់ហ៊ានប៉ះអ្នករបួសបានអាចចេញពីព្រោះខ្ញុំដឹងថាបើសិនជាម្នាក់ហ្នឹងព្រះកំពុងឆ្នៃព្រះកំពុងតែធ្វើចលនាព្រះកំពុងវះកាត់ហើយតើហ៊ានតើទៅចងេងចងាងមកក៏ភ្លៀងហ្មង
ហ៊ានតែទៅចង្អេងចង្អាដឹងតែលហាមលើសគេទៀតចឹងបើព្រះកំពុងធ្វើចលនាខំមាត់សង្កត់ចិត្តដើរចេញឲ្យថ្វាយទៅព្រះឲ្យព្រះវះកាត់គេទៅចឹងកុំតាំងខ្លួនជាព្រះអញ្ចឹងមេរៀនទាំងអស់នេះវាឆ្លងកាត់បទពិសោធន៍ផ្ទាល់ដែលផ្នត់ដែលហៅថាមេរៀនក្នុងសរាប់តាគឺញែកខ្លួនបងប្អូនឮណាមានមេរោគគឺញែកចេញហើយមានមេរោគសន្តានគ្រាន់តែចេញមកគឺយើងដឹងថាព្រះកំពុងធ្វើចលនាលើគេព្រះកំពុងតែចង់ដោះគេព្រះកំពុងតែស្រឡាញ់គេហើយព្រះកំពុងតែចង់ឲ្យគេឡើងថ្នាក់ហើយអញ្ចឹងបើឃើញគេកំពុងតែវល់ខ្លាំងណាស់ឲ្យគេវល់ម្នាក់ឯងឲ្យជាមួយព្រះទៅកុំចេះដឹងរឿងការងារព្រះអង្គបើមិនអញ្ចឹងទេឲ្យរវល់តែរឿងយើងជាមួយព្រះហើយជីវិតខ្លួនឯងទៅកុំអញ៉ៃរឿងព្រះកំពុងធ្វើការពីព្រោះខ្ញុំដឹងថាតាហ៊ានតាញ៉ៃគឺថ្មោងហើយចុះបងប្អូនទាំងអស់គ្នាយល់ដឹងពីមេរៀនទាំងអស់ហ្នឹងបិណ្ឌប្រកាសថាអ្នកខ្លះឆ្លងកាត់គាត់ខ្ញុំនិយាយគាត់យល់អាចយល់តែអ្នកខ្លះមិនអាចយល់ទេពីព្រោះដូចខ្ញុំនិយាយមេរៀនទី10ណាទី9ទី10 11ឲ្យបងពេលខ្លះបងប្អូនទៅរៀនទី3ទី4ហ្នឹងប្រកាសជាមិនអាចយល់ពីស៊ូអានិយាយអីទេប៉ុន្តែគេរៀនដល់ទី11 12 10ឆ្នាំទី1ទី2គេអាចយល់ហើយអញ្ចឹងបានថាបើសិនជាបងប្អូនខ្លះខ្ញុំអ្វីដែលខ្ញុំចែកម្លែកនេះវាមាន level បងប្អូនខ្លះក៏គាត់អាចដឹងគាត់យល់ទៅគាត់ឆ្លងហើយក៏គាត់អង្គុយញញឹមទៅចាបើគាត់កំពុងតែឆ្លងគាត់កំពុងតែជ្រួញចើមទៅពេលខ្លះគាត់កំពុងតែស្ថិតក្នុងស្ថានភាពតេស្តមួយហ្នឹងគាត់ចាប់ផ្ដើមអញ្ចឹងខ្ញុំឆ្លងអញ្ចឹងអរគុណអ្នកគ្រូស៊ូអាអ្នកខ្លះគេអរគុណយើងទៅដែលប្រាប់ថាពីពិសោធន៍អញ្ចឹងទៅអ្នកខ្លះគេថាស៊ូអាឌីលយករឿងខ្ញុំមកនិយាយស៊ូអាឌីលខ្ញុំទៀតស៊ូអាមិនក៏ហើយចូលសួរថាបើពិសោធន៍ជីវិតបើដើរហើយបើមិននិយាយសួរថាចាំបាច់ឆ្លងទៅអីព្រះឲ្យខ្ញុំឆ្លងទៅអីបើឲ្យមិនឲ្យខ្ញុំនិយាយស្មានតែព្រះហ្នឹងស្រឡាញ់ខ្ញុំណាស់ចង់ឲ្យស៊ូអាជួបតែម្នាក់ឯងទេមិនបាច់ទៅឲ្យណាទៅជួបទេស៊ូអាឆ្លងតែម្នាក់ឯងទៅមែនទេព្រះស្រឡាញ់មនុស្សគ្រប់គ្នាពួកព្រះដឹងថាស៊ូអាវាប្រកែកនិយាយអញ្ចឹងព្រះឲ្យវាជួបទៅឲ្យវាត្រូវថ្មោងខ្លះទៅឲ្យវាធ្លាក់ចុះខ្លះទៅឲ្យវាជួបរឿងខ្លះទៅហើយឲ្យវាចេញមុខអស្ចារ្យជាងព្រះខ្លះទៅឲ្យវាយល់មេរៀនហ្នឹងទៅវាយកមកបើកអាក្រាតអរិយនិយាយនេះមិនមែនមកឌីលបងប្អូនទេឌីលអរិយតាដែលវាមកកុហកយើងអរិយតាដែលឲ្យយើងខឹងគ្នាអញ្ចឹងយើងមកឌីលវាយើងមកប្រាប់ថាបេសកកម្មអរិយគឺអញ្ចឹងហើយបើបងប្អូនមិនចង់ដើរផ្លូវផុសសាតាំងមិនចង់ឲ្យវិញ្ញាណនេះមកគ្រប់គ្រងជីវិតទេស្ដាប់បងប្អូនយើងចែកម្លែកក្នុងសរាប់តាទៅបងប្អូនដឹងពីបេសកកម្មវាធ្វើអីបានខ្លះហើយបងប្អូននឹងទទួលបានការដោះលែងអញ្ចឹងនៅពេលដែលបងប្អូនចេះយល់ពីការឲ្យអ្នកណាចម្រើនឲ្យអ្នកណាចម្រៃការឲ្យដង្វាយដែលយើងថ្វាយក៏ដោយតែយើងចូលពន្ធកិច្ចណាពេញដោយព្រះពរយើងនឹងកើតផលបើយើងយកទៅវិនិយោគកន្លែងណាដែលពេញដោយបដាសាពេញដោយភាពស្មោកគ្រោកយើងនឹងអស់ទ្រព្យអស់សម្បត្តិហើយយើងជួបពេញដោយបដាសាអញ្ចឹងហេតុអីគ្រប់ទាំងអ្វីដែលខ្ញុំចូលក្នុងពន្ធកិច្ចស្រាប់តាព្រោះខ្ញុំរាប់ថាស្រាប់តាគឺជាកន្លែងដែលពេញដោយពរទាំងពន្ធកិច្ចទាំងទ្រព្យសម្បត្តិទាំងពេលវេលាគឺខ្ញុំវិនិយោគនៅក្នុងស្រាប់តាទាំងអស់ខ្ញុំមានប្រមាណនៅផែនដីខ្ញុំវិនិយោគជាមួយស្រាប់តាហើយខ្ញុំជឿថាវិនិយោគខ្ញុំគឺបង្កើតផលយ៉ាងបរិបូរណ៍វាដូចជាយើងនៅផែនដីនេះយើងមានទីផ្សារភាគហ៊ុនយើងចង់ទៅបោះហ៊ុនណាជាមួយ Apple ជាមួយ Samsung ជាមួយ Oppo ចាជាមួយ N.7 ជាមួយ Nokia ចាអញ្ចឹងបងប្អូនគិតថាខ្ញុំចង់វិនិយោគជាមួយ Nokia ចាតែអ្នកខ្លះចង់វិនិយោគជាមួយ iPhone ចាំមើល Nokia ឥឡូវភាគហ៊ុនគេធ្លាក់ឬចុះខាតឬចំណេញចាហើយខ្ញុំអត់ខ្វល់ទេខ្ញុំមានលុយខ្ញុំវិនិយោគណាក៏បានដែរចាបងប្អូនមានលុយវល់រៀនវិនិយោគណាវាតែខ្ញុំខ្វល់ខ្ញុំត្រូវតែមើលក្រុមហ៊ុនណាដែលគេកំពុងតែដើរក្រុមហ៊ុនណាកំពុងតែល្បីក្រុមហ៊ុនណាកំពុងតែលេចធ្លោក្រុមហ៊ុនណាដែលកំពុងតែអភិវឌ្ឍអញ្ចឹងខ្ញុំមានលុយដើម្បីវិនិយោគដង្វាយនេះចាស្រាប់តាកំពុងតែអភិវឌ្ឍស្រាប់តាកំពុងតែសោះការវិនិយោគច្រើន